បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់ខ្ញុំបណ្ណាសូមលើកយកអំពីគ្រូកំណើតនិងគ្រូបាស្ទាយជូនអ្នកទាំងអស់គ្នាបានស្ដាប់ដូចខាងក្រោមមានមនុស្សមួយចំនួនដែលមាននិស្ស័យនិងបារមីឬដោយមានសម្ពាយបុណ្យពីអតីតបារមីបានមកគង់សន្ធឹកថែរក្សាតាំងពីចាប់កំណើតនៅក្នុងផ្ទៃម្ដាយឬនៅពេលកើតចេញពីផ្ទៃម្ដាយរួចហើយគ្រូកំណើតគឺជាបារមីអមតៈឬបារមីស្លាប់ដូចជាទេវតាឥសីអ្នកសច្ចាំងតាបោះអ្នកតាព្រលឹងផ្សេងលក្ខនឹងលក្ខដែលមកគង់នៅជាមួយមនុស្សឬស្នងនោះតាំងពីនៅក្នុងផ្ទៃម្ដាយខ្លះគេហៅគ្រូកំណើតថាជាគ្រូសំណុំគ្រូសង្វារព្រោះនៅពេលប្រសូតចេញពីម្ដាយមកគេឃើញមានសំណុំមូលឬសង្វាររំពាក់ឈៀងជាដើមមានគ្រូកំណើតនិងគ្រូបាស្យាយតាមថែរក្សាតែងតែដឹងមុនឬមានប្រថ្នូលដឹងមុននៅគ្រោះថ្នាក់ឬក៏បានជៀសផុតពីគ្រោះថ្នាក់ដោយគិតថាត្រូវដើរផ្លូវផ្សេងឬធ្វើអ្វីផ្សេងឬសម្រេចមិនធ្វើអ្វីមួយលក្ខនឹងលក្ខដែលបណ្ដាលឲ្យជៀសផុតពីគ្រោះថ្នាក់នោះម្យ៉ាងទៀតបើសិនជាមនុស្សឬស្នងនោះអាចតាក់ទងនិយាយជាមួយញាណឬបារមីបានគេអាចស្ដាប់ឮឬស្ដាប់តាមញាណដឹងថាគ្រូកំណើតឬគ្រូបាស្យាយនិយាយប្រាប់អ្វីដើម្បីបញ្ជៀសគ្រោះថ្នាក់នោះតើធ្វើយ៉ាងដូចម្តេចទើបដឹងថាមនុស្សឬស្នងនោះមានគ្រូកំណើតឬគ្រូបាស្យាយតាមថែរក្សាតាមផ្លូវបារមីអមតៈលោកតាឧក្រានិងសិស្សខ្លះមានសិលបារមីអមតៈអាចហៅឬយាងគ្រូកំណើតឬគ្រូបាស្យាយដែលនៅក្នុងខ្លួនមនុស្សនោះឬស្នងនោះបានដោយឲ្យលោកប្រាប់ពីឈ្មោះជាតួអង្គអ្វីដូចជាតាបោះឥសីអ្នកតាហើយជនជាតិអីអាយុនិងមានសិលអ្វីខ្លះលក្ខនឹងលក្ខតើធ្វើយ៉ាងណាទើបមនុស្សឬស្នងនោះអាចតាក់ទងឬនិយាយជាមួយគ្រូកំណើតឬគ្រូបាស្យាយបានគ្រូកំណើតនិងគ្រូបាស្យាយភាគតិចណាស់ដែលមានសិលអាចដាក់ញៀនឲ្យមនុស្សឬស្នងនោះដើម្បីនិយាយជាមួយលោកបានហេតុនេះគ្រូកំណើតឬគ្រូបាស្យាយទៅរងចាំអស់រយៈពេលដ៏យូរដើម្បីបានជួបអ្នកមានបុណ្យឬបារមីឋានៈខ្ពស់អាចបំពោះមនុស្សឬស្នងនោះឲ្យដាក់ញៀននិងសិលជាដើមដើម្បីឲ្យមនុស្សឬស្នងនោះតាក់ទងគ្រូកំណើតឬគ្រូបាស្យាយបានតើធ្វើយ៉ាងណាដើម្បីឲ្យមនុស្សដែលមិនមានគ្រូកំណើតឬគ្រូបាស្យាយថែរក្សាមានបារមីមកថែរក្សាបានលោកតាឧក្រានិងសិស្សអាចបំពោះសិស្សតាមផ្លូវបារមីអមតៈអាចឲ្យបារមីអង្គណាមួយមកបំពោះឬកាន់ស្នងឬថែរក្សាមនុស្សនោះឬស្នងនោះបានបាទសូមអរគុណពុកម៉ែបងប្អូនទាំងអស់សូមចែករំលែកនិង follow page ម្នាក់មួយដើម្បីទទួលបានព័ត៌មានបន្ទាប់